បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញទាក់ទងមួយទៀតក្នុងការគូសរូបរបស់យើងណាអូខេយើងបានសិក្សាជាច្រើនមកហើយអញ្ចឹងយើងសិក្សាមួយទៀតឧទាហរណ៍ថាឡូវខ្ញុំគោលដៅយើងចង់បាននេះយើងចង់បានគូសរូបបែបហ្នឹងណាអូខេចុះផ្សេងយើងបានចេះហើយអញ្ចឹងការគូសគឺអានេះវាមិនខុសគ្នាទេក្នុងការគូសណាយើងគូសតែមួយហើយយើងពវល់មកអូខេណាអញ្ចឹងខ្ញុំនិយាយចំណុចមួយចុះអូខេអញ្ចឹងខ្ញុំនិយាយពីចំណុចនឹងចោះផ្សេងខ្ញុំអត់ទៅនិយាយខ្ញុំនិយាយចំណុចនឹងមួយចោះថតខ្ញុំចង់គូសវាណាឧទាហរណ៍ណាខ្ញុំចង់គូសអាចារ្យកូនកែងម៉ែការ៉េនេះគូសការ៉េវិលជុំវិញអញ្ចឹងអាការផ្ទៃផ្សេងចាំគិតក្រោយទៀតអញ្ចឹងខ្ញុំគូសបែបនេះឃើញអញ្ចឹងរង្វង់យើងឧទាហរណ៍ថាវាមានចម្ងាយណាមួយគឺចម្ងាយអត់បាទអញ្ចឹងខ្ញុំគូសរង្វង់សិនអញ្ចឹងណាអញ្ចឹងយើងគូសសាកមើលមួយសិនរង្វង់វាចេះហើយទៅរង្វង់ណាសន្មត់ខាងឡុកខ្ញុំយករង្វង់នេះ5ឧទាហរណ៍ណាខ្ញុំយក5បាទខ្ញុំនិយាយឡើងវិញណាបាទនិយាយឡើងវិញអញ្ចឹងសន្មត់រង្វង់ខ្ញុំយកកត់ចិត្ត5អញ្ចឹងណាអញ្ចឹងចម្ងាយខ្ញុំយកកន្លះចុះឬក៏យកមួយចុះអូខេមិនយកក្បៀសយកមួយអញ្ចឹងអានេះខ្ញុំយកមួយដែរចុះអូខេមួយអញ្ចឹងការ៉េស្មើជ្រុង4ស្មើគ្នាណាអូខេអញ្ចឹងខ្ញុំសាកល្បងណាយើងបើក AutoCAD វាចេះហ្នឹងអញ្ចឹងវាចេះបើកហ่ะអញ្ចឹងដើម្បីចូលបានឃើញក្នុងវងអត់អញ្ចឹងយើងអាចចុចលើវាតែម្ដងក៏បានចាំថាក្នុង AutoCAD យើងវា comment គឺវាយពាក្យវាអញ្ចឹង VC ក៏បានដែរឡុកខ្ញុំវាអក្សរ C បាទវាអក្សរ C ណាដូមអង់គ្លេសទៅមកបាទដូមអង់គ្លេសទៅណាបាទអញ្ចឹងខ្ញុំវាអក្សរ C ឃើញមើលស្មើរង្វង់អត់អញ្ចឹងចាំថាក្នុង AutoCAD គឺយើងវា comment គឺពាក្យដើមមកវាអញ្ចឹងបើសិនមកតួចាញ់ពីតួតាមអក្សរយើងចំណាំឃើញអត់អូខេហើយ enter មកហើយឃើញគេប្រើពាក្យគេ specify center point អញ្ចឹងចុចលើវាមួយមកឃើញតម្រងអត់អញ្ចឹងណាបាទអញ្ចឹងបើសិនយើងអត់ចង់បានបែបនេះយើងចុចលើវងមកឃើញអត់អញ្ចឹងវងរបស់យើងយើងឲ្យកត់ចិត្តឃើញអត់កត់ចិត្តឃើញនេះឃើញកត់ចិត្តអត់ឃើញរូបរាងវាអត់មិនខ្ញុំឲ្យកត់ចិត្តអានេះតំណាងកត់ចិត្តណាតំណាងកត់ចិត្តអញ្ចឹងខ្ញុំយកទម្រង់កត់ចិត្តមកចុចលើវាមួយមកឃើញអត់ទម្រង់កត់ចិត្តយើងវាប្រវែងចូលវាប្រវែង5មកឃើញអត់ហើយ enter មកឡូវតន់នឹងនោះបាទអញ្ចឹងបន្ទាប់មកខ្ញុំចង់បាននេះទេនេះខ្ញុំចង់បានកម្ពស់អានេះហ្មងកម្ពស់នេះថាមួយចុះអូខេកម្រិតរបស់វាចន្លោះវាមួយអញ្ចឹងខ្ញុំខ្ចីបន្ទាត់មួយមកអូខេបាទខ្ញុំចាប់ពីចំណុចហ្នឹងអូខេអញ្ចឹងណាឃើញកងឃើញពិលជុំវិញអញ្ចឹងយើងចង់ឲ្យវាត្រង់អូខេចង់ឲ្យវាត្រង់នេះណាចុចលើអានេះឃើញចុច F8 ចុចលើវាមកឃើញត្រង់អត់អូខេអញ្ចឹងខ្ញុំវាប្រវែងមួយវាចូលមួយមកហើយ enter ហើយឃើញជាប់អត់ហើយ enter មួយទៀតមកឃើញផ្ដាច់អត់បន្ទាប់មកខ្ញុំចង់បានទេខ្ញុំចង់បានចក្រកូនកែងណាអូខេខ្ញុំចង់បានចក្រកូនកែងអូខេខ្ញុំចង់បានចក្រកូនកែងខ្ញុំអាចអានេះការ៉េច្រឡំការ៉េចង់បានការ៉េមួយយើងនិយាយថាចុងមួយឃើញអត់ការ៉េនេះយើងឲ្យស្មើគ្នាណាយើងឲ្យស្មើគ្នាបើយើងមិនឲ្យស្មើគ្នាអាស្រ័យលើយើងតា shape បន្ទាត់មួយមកឧទាហរណ៍ខ្ញុំគូសណាអូខេអញ្ចឹងមួយយកកន្លះអញ្ចឹង0.1ហើយ enter មកហើយទៅលើប៉ុន្មានវាតូចដែរកន្លះអញ្ចឹងអានេះ1 enter 0.5មិនតូចមែនអញ្ចឹងយកមួយគ្នា enter ចាំមិនខុសគ្នាឆ្ងាយមែន0.50អូខេម្ដងទៀតណាម្ដងទៀតអូខេអញ្ចឹងយើងថាយកមួយមកខាងមកខាងកន្លះលើវាមួយមកបាទអញ្ចឹង0.5អូខេមិនតូចមែន1 enter 1 enter ត្រូវមួយទៀត enter អញ្ចឹងមកដល់នេះកន្លះ0.5ហើយ enter ហើយ enter មិនផ្ដាច់ឡូវតួទៅចំណុចហ្នឹងអញ្ចឹងយើងបានមួយបាទគោលដៅរបស់យើងចង់បានប៉ុន្មានគោលដៅរបស់យើងចង់បាន3នេះឃើញបាន3អត់អូខេអញ្ចឹងយើងគូបានបែបនេះហើយណាយើងគូបានបែបនេះហើយអញ្ចឹងបន្ទាប់មកនេះជាចូលចំណុចនេះមួយទៀតនេះដល់ពេលយើងចូលបានបែបនេះហើយយើងចូលចំណុចនេះឃើញចំណុចនេះចូលដដែលយកចំណុចនេះឃើញអត់នេះ
chẳng nhưng vô array rùng vuông khơi nhạt vô poly array chuyện trong vì móc thấy khơi nhạt chẳng select lưu vi select lưu vi nó top móc hãy enter thì chuyện enter môi móc hãy bên tranh ơi chắc như chuyện thằng na các bạn khơi nhạt nhưng chuyện rút chất cô đáo như cho ôi vơ trung bình vuông chứ như chuyện vô chất vì khơi nhạt ôi vơ trung bình vuông khơi chẳng bị ban chừng luôn khơi nhạt ban chừng luôn chứ như ai thôi ca ke lên này khơi u thọ chừng luôn bao nhiêuผมmùi mình chắc khơi nhạtผมmùi chứ trong banผมmùi bao nhiêu miền mãn miền bay mà khơi nhạt chắc bị chơi smơ kia khơi nhạt chắc những ai chỉ liệt vì chắc những cho tận bay ảnh liệt nhưng mới nào biết khó là mới này tao phải chơi chữ bay chắc mà rồi nó vuông dưới bay được học sập được kề chắc bị chơi chữ bay chơi chữ bay ở bay tập bay với oi smơ khi tận on tôi móc banแบบนี้ហើយយើងចុចអីគេនេះ thích close អាសញ្ញា thích មកបាទ thích បានអត់ thích បានហ្នឹងចំណុចហ្នឹងអូខេបាទនេះបានហើយតាកតងនឹងចំណុចហ្នឹងអញ្ចឹងដូចគ្នាអញ្ចឹងឧទាហរណ៍ថាយើងអត់ចង់បានអាបន្ទាត់ទៅឃើញអាបន្ទាត់យើងលុបចោលទៅបាទខ្ចីវាតានេះបាទចុចលើវាមក delete ចោលមកតោះនៅចំណុចហ្នឹងបាទចុច delete ចោលណាអញ្ចឹងដល់ពេលរូបមួយទៀតអត់ជាបញ្ហាយើងគូឲ្យដូចគ្នាអញ្ចឹងមកបាទឧទាហរណ៍ថាយើងគូរូបឲ្យដូចគ្នាអញ្ចឹងយើង array ដូចគ្នាអញ្ចឹងមកឧទាហរណ៍ថាខ្ញុំក៏ឧទាហរណ៍ណាអញ្ចឹងឧទាហរណ៍យើងចង់បានរូបអីគេឃើញយើងចុចលើវាអញ្ចឹងមកឃើញអញ្ចឹងខ្ញុំយកបន្ទាត់មកឧទាហរណ៍មកគូសន្មត់ណាឥឡូវខ្ញុំចង់បានគូបែបណាអញ្ចឹងឃើញអត់អញ្ចឹងវាអត់ត្រង់ទេហ៎អញ្ចឹងយើងចង់ឲ្យវារត់តាមអ្វីយើងចង់បានចុចលើវាដដែលមកឃើញអត់អញ្ចឹងវាវិលតាមយើងឥឡូវខ្ញុំសន្មត់ឧទាហរណ៍ទេនេះគូបែបណាសាច់លើយើងគូណាអូខេបាទប៉ុណ្្នឹងចុះឧទាហរណ៍អញ្ចឹងយើងយកប៉ះវាឃើញបាទប៉ុណ្្នឹងហើយមកស្ដាំ enter ក៏បានជួយ enter ក៏បានដូចហប់ប៉ុណ្ណេះឃើញយើងចង់បាន3យើងចង់បាន3ធ្វើដូចគ្នាចូលគេនេះចុចលើវា modify នេះយកពាក្យ poly array ឃើញអត់អញ្ចឹងយើងចុចលើរូបរបស់យើងមក select លើវាទាំងអស់ក៏បានដែរឃើញអត់បាទធ្វើម៉េចជាប់វាអូខេបន្ទាប់មកចុច enter ឃើញអត់អញ្ចឹងយើងចង់ឲ្យវិលជុំវិញវងយើងចុចចំចិត្តវាមកបាទឃើញអត់មាន6មែនអត់របស់យើងចង់បាន3យើងចុច3មកទៅលេខ3មកអូខេហើយឃើញរត់ឲ្យយើងអត់អាចចង់បាន4គេអត់ខ្វល់វាឲ្យយើងស្មើឃើញអត់4អត់អញ្ចឹងយើងចង់បានប្រហែលសាច់លេងយកចង់បាន2វិញ2មកអូខេឃើញ2អត់ស្ទាន់ណាស់ណាអញ្ចឹងបន្ទាប់មកយើង thích មកបាទខ្ញុំសូមបញ្ចប់ទីតុងចំណុចនឹងឃើញអត់អញ្ចឹងវារត់តាមយើងអូខេតាក់ទង array